គាត់គិតថាដូរបានច្រើនកាន់តែល្អកាន់តែ build បាពិសោធន៍មិនពិតទេការផ្លាស់ប្ដូរការងារនឹងច្រើនណាធ្វើការទី1មកពីអីមូលហេតុដូចខ្ញុំនិយាយចឹងវាមាន2ខ្ញុំនិយាយពី staff ទូទៅបើយើងណែនាំខ្ញុំប្រើពាក្យណែនាំគាត់ទៅថាយើងស្ដីគាត់ថាត្រូវមាត់មេទីឯងនេះត្រូវមាត់ទីហើយនឹងគាត់អត់ឆ្លៀតឱកាសហ្នឹងយកមក learn ហើយស្រាប់ improve ខ្លួនឯងឲ្យបានល្អជាងមុនទៀតពួកគេនិយាយហ្នឹងគេនិយាយចង់ឲ្យល្អទេទី2រឿងប្រាក់ខែដូចថាលើសខុសគ្នាតែ$20គាត់សុខចិត្តដូរគាត់ទៅកន្លែងថ្មីយើងអាចដោះដៃភ្លាមយើងទៅកន្លែងណាផ្សេងដែលសារប្រាក់ខែខ្ពស់ជាងតែ$20ទេអញ្ចឹងអត់មានពេល learn ទេមានកន្លែងណាខ្លះប្រាក់ខែទាបប៉ុន្តែយើង learn ច្រើនជាងអាកន្លែងប្រាក់ខែខ្ពស់បាទជាពិសេសសម្រាប់ក្មេងៗទាំងអស់សម័យឥឡូវនេះគាត់គួរ take time សម្រាប់ learn